เคថ្ងៃនេះយើងមកធ្វើការយល់ដឹងអំពីរបៀបការចូលទៅបិទនៅប្រព័ន្ធ Smart Key ឬយើងហៅថា Off Smart Key ដោយយើងប្រើជាមួយនឹងម៉ាស៊ីន Scan CTY 500 Pro បាទតើបិទ Smart Key ហ្នឹងយើងចូលទៅចំណុចណានេះជាប្រភេទ Magneto K96 បាទអញ្ចឹង K96 បាទ K97 បាទគឺវាជាប្រភេទបាទតម្រង់តែមួយទេអញ្ចឹងយើងប្រើម៉ាស៊ីន scan យើងដើម្បីធ្វើការបិទណាបាទយើងបិទជាមួយនឹងប្រព័ន្ធ smart key យកមកប្រើសោអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់ជាមួយនឹងម៉ាស៊ីន scan CTY 500 Pro គឺយើងអាចធ្វើការបិទជាមួយនឹងប្រព័ន្ធsmart key ហើយយើងយកមកប្រើសោធម្មតាបានណាក្នុងករណីចាំបាច់បាទដោយយើងមិនចង់ចំណាយច្រើនណាបាទអូខេឥឡូវយើងចាប់ផ្ដើមបាទយើងមកចូលនៅចំណុចកន្លែងនេះណាបងប្អូន remap ណាបាទអញ្ចឹងបន្ទាប់ពីយើងចូលមកហើយគឺយើងយកបាទ Honda ណាបាទកន្លែងនេះគឺតម្រូវឲ្យបងប្អូនបាទស្គាល់នៅប្រភេទ Magneto ណាវាជាប្រភេទ Magneto របស់ Kihin ឬក៏ប្រភេទ Magneto របស់ Sydengan ណាអញ្ចឹងបើប្រភេទ Sydengan នេះគឺយើងចូលមកខាងក្រៅមកដោយសារប្រភេទ Magneto នេះគឺជាប្រភេទ Magneto Sydengan ណាអញ្ចឹងយើងចូលមកបាទអញ្ចឹងយើងរងចាំការតភ្ជាប់បាទរងចាំការតភ្ជាប់បាទដើម្បីភ្ជាប់បាទទៅក្នុងបាទ Magneto នេះបានអញ្ចឹងយើងបានភ្ជាប់ជាមួយនឹង ECM យើងហើយបាទអញ្ចឹងបងប្អូនបាទត្រូវជ្រើសរើសយកបាទលេខរៀងទី2ណាបាទនេះគេដាក់ select ECU បាទអញ្ចឹងយើងចុចមកក្រោមមកយើងចុច OK មួយទៀតបាទហើយបន្ទាប់មកគឺបងប្អូនជ្រើសរើសយកលេខរៀងទី1ណាបាទអញ្ចឹងយើងត្រូវស្គាល់អំពី Magneto ថាប្រភេទ Magneto បាទលេខអីគេអានេះដូចជា K96 ណាដូចខ្ញុំបញ្ជាក់អញ្ចឹង K96 និង K97 គឺវាតម្រង់តែមួយទេអញ្ចឹងយើងមកមើលតើនៅក្នុងនោះវាមាន file របស់វាអត់បាទហើយបើអត់មាននេះកុំបន្ថយបន្ថានប្រយ័ត្នមានបញ្ហាណាបងប្អូនបាទមុននឹងយើងធ្វើគឺយើងត្រូវតែយល់ដឹងណាបាទអញ្ចឹងយើងចូលមកសិនណាបាទយើងរកបាទ K បាទ K9 ណាលេខរៀងទីនៅលេខរៀងទី4ណានេះបាទលេខរៀងទី4ណាអូខេឥឡូវយើងចុចអូខេមកបាទអញ្ចឹងយើងបានមកដល់បាទកន្លោនដែលយើងចាប់ផ្ដើមធ្វើការបាទចង់បិទ Smart Key ឬក៏យើងចង់តម្លើងនៅ RPM ក៏យើងនៅកន្លោននេះដែរបងប្អូនណាបាទបញ្ជាក់បងប្អូនបាទការបើកទៅលើ RPM ហ្នឹងគឺបងប្អូនត្រូវយល់ឲ្យច្បាស់បាទជិះវៀងមានបញ្ហាណាបងប្អូនណាបាទជាទូទៅម៉ូតូយើងវាអាចបង្វិលជុំបានត្រឹមតែ 9000 ជុំទេហើយវានឹងធ្វើការកាត់ចង្វាក់តង់វាអញ្ចឹងវាធ្វើឲ្យម៉ូតូរត់ទៅសលេងវាអត់ស្មើទេវាដាច់ណាបាទហើយបើបងប្អូនចង់ដំឡើងបងប្អូនដំឡើងមកបាទបងប្អូនចង់អេតបន្ថែមប្រមាណបាទ 3% បាទ 4% 5% 6% 8% បាទឬក៏យើងចង់បន្ថែមបន្តិចសារលបងមើលគឺបាទ2% ស្មើនឹង 9800 ជុំអីចឹងណាបាទសាកល្បងបាទកុំបើកម្ដងបើកទាំងអស់ហ្មងណាជិះវៀងមានបញ្ហាណាបងប្អូនណាបាទអញ្ចឹងថ្ងៃនេះខ្ញុំមកផ្ដោតទៅលើការបិទជាមួយនឹងប្រព័ន្ធ Smart Key អញ្ចឹងការបិទទៅលើប្រព័ន្ធ Smart Key បងប្អូនអានេះគឺនៅ mode original អញ្ចឹងបើសិនជាយើងចង់បិទប្រព័ន្ធ Smart Key បាទមានន័យថាបិទពីប្រព័ន្ធសោ Smart Key ទៅប្រើសោធម្មតាវិញគឺយើងចូលមកលេខរៀងទី8នេះបាទនេះណាបាទនៅត្រង់ចំណុចនេះអញ្ចឹងបើសិនតែបងប្អូនចង់បិទបាទបងប្អូនចុច OK ទៅបាទវានឹងធ្វើការកំណត់ណាវានឹងឲ្យបងប្អូនរងចាំបាទដើរពីចំណុច0ទៅដល់100បន្ទាប់ហើយគេឲ្យយើងបិទសោបាទMagnetoនេះគឺបាទត្រូវបានបិទប្រព័ន្ធ Smart Key បាទបាទ
យើងយកទៅប្រើជាមួយនឹងសោធម្មតាបានណែខ្ញុំមកបង្ហាញដល់បងប្អូនដែលប្រើម៉ាស៊ីន scan CTY 500 Pro ទាំងអស់ដែលបងប្អូនចង់បិទជាមួយនឹងកម្មវិធី Smart Key ខ្ញុំមានវីដេអូមានតែប៉ុណ្ណឹងហើយបងប្អូនចាំជួយ share ម្នាក់មួយទៅខ្លាចថាបងប្អូនខ្លះគាត់អត់បានមើលវីដេអូខ្ញុំដើម្បីឲ្យគាត់បានយល់ដឹងទាំងអស់គ្នាណាបាទហើយបើយើងចង់បើកមក mode original វិញក៏យើងបើកបានដែរក្រោយពីយើងបិទហើយយើងបើកគឺយើងបើកនៅលេខរៀងទី1ណាបាទអូខេបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំមកបង្ហាញទៅដល់បងប្អូនចង់បញ្ជាក់ទៅដល់បងប្អូនទាំងអស់គ្នាថាសម្រាប់បាទការបិទជាមួយនឹងប្រព័ន្ធ Smart Key គឺម៉ាស៊ីនយើងអាចបិទបានណាបាទបិទមកប្រើសោធម្មតាយើងបានដូចតែវីដេអូខ្ញុំធ្វើមុនអញ្ចឹងអរគុណច្រើនបងប្អូនបាទវីដេអូមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា